លេងបារ៉ុកតាំងពី share Wi-Fi លេងទូរស័ព្ទជាមួយគ្នារហូតមក add friend លេងមួយគ្នាក៏នៅតែពិបាកដោយសារតែលេងនៅក្នុងបារ៉ុកហ្នឹងគឺយើងត្រូវការមានអ្នកបើក world មួយតើអាចយើងចូលទៅលេងនៅក្នុង world ហ្នឹងបានពេលខ្លះពេលយើងចង់លេងខ្លាំងអញ្ចឹងម្ចាស់ world គេអត់ព្រមបើកឲ្យយើងទេពេលខ្លះឆ្លោះគ្នាអីពិបាកតិច world ពេញហ្នឹងអញ្ចឹងតើគ្នាបើសិនជាមាន server 24ម៉ោងលេងជាមួយគ្នាគិតមិនដែរនេះហើយខ្ញុំក៏មកណែនាំតើគ្នាជាមួយនឹងគេស cloud hosting ផងដែរតើគ្នាដែរគ្នាយើងអាចចូលទៅទិញ hosting ទាំង Java បារ៉ុកឬមួយក៏បារ៉ុកលេងជាមួយគ្នាហ្នឹងគឺបានទាំងអស់យកមកដល់គ្នាយើងចូលមកក្នុង Google មកហើយសាច់ពាក្យថា kesocloud.com បន្ទាប់ពីចូលមកដល់ក្នុង website តើគ្នាមើលទៅគឺវាមាន plan 2ទី1ហ្នឹងគឺអាចរៀងថ្លៃម៉ាស៊ីនវាក៏រៀងល្អដែរអាមួយទៀតរៀងថោកហ្នឹងក៏ម៉ាស៊ីនវាមិនល្មមដែរតើគ្នាអញ្ចឹងចង់លេងមួយណាគឺរើសយកមួយហ្នឹងទៅបន្ទាប់ពីមើល plan ហើយតើគ្នាចុចពាក្យ register មកហើយត្រូវបំពេញតិចតួចតាមនឹងអញ្ចឹងមកដល់គ្នាយើងបែបបំពេញឲ្យច្រើនក៏បានដែរដាក់តែ first name last name ជាមួយនឹង email password លេខទូរស័ព្ទហើយជាមួយនឹងប្រទេសតែប៉ុណ្្នឹងមកគឺបានហើយតើគ្នាអាផ្សេងទៀតមិនបាច់ដាក់ក៏បានដែរតែត្រូវតែប្រកាសថានៅកន្លែង password ហ្នឹងតើគ្នាត្រូវតែដាក់ឲ្យដូចគ្នា password ជាមួយនឹង confirm password ហ្នឹងបន្ទាប់មកគឺយើងធ្វើការចុចពាក្យ sign up យកតែម្ដងហើយនៅពេលដែល sign up ហើយភ្លាមហ្នឹងគឺវានឹងចេញឲ្យយើងទៅ verify នៅក្នុង email ហើយតើគ្នាអញ្ចឹងយើងចូលមកក្នុង email របស់យើងមកហើយគ្នាយើងមើលជាមួយនឹង mail មួយនេះដើម្បីយើងចុច verify វាអាទី1នេះចុចលើវាមកហើយយើងយកពាក្យ verify email អូខេចាំវាបន្តិចមកវានឹង load ចូលមកក្នុង server យើងវិញហើយនេះឃើញអត់ប៉ុណ្ណឹងយើងបង្កើត account បានជាការស្រេចតែម្ដងហើយរឿងអ្នកគ្នាយើងត្រូវធ្វើបន្ទាប់ហ្នឹងគឺចុចមកកន្លែង home មកដើម្បីយើងធ្វើការទៅទិញ server តើគ្នាអត់មកខំតិចមកដូចខ្ញុំប្រាប់មិញហ្នឹង plan វាគឺមាន2មានអារៀងថ្លៃបន្តិចហើយនឹងអាមកគួរសមអញ្ចឹងទៅអញ្ចឹងតើគ្នាចង់ទិញមួយណាគឺរើសមួយហ្នឹងទៅសម្រាប់ខ្ញុំធ្វើការរើសអា 4G នេះចូលមកដល់កន្លែងនេះតើគ្នាធ្វើការដាក់ឈ្មោះ server មកចង់ដាក់ឈ្មោះអីដាក់ឈ្មោះហ្នឹងទៅបន្ទាប់ពីដាក់ឈ្មោះហើយតើគ្នាមកមើលជាមួយនឹង server software នេះគឺយើងធ្វើការរើសឲ្យត្រឹមត្រូវមកបើសិនជាគ្នាយើងលេងជាមួយនឹង Java Bedrock ចូលគ្នាតើគ្នារើស Pepper មកតើបើសិនជាចង់លេងតែ Minecraft Java តើគ្នារើស Vanilla Minecraft តើបើសិនជាលេង Bedrock ជាមួយ Bedrock តើគ្នាជ្រើសរើស Vanilla Bedrock នៅខាងក្រោមគេមកអញ្ចឹងដោយសារតែវីដេអូហ្នឹងខ្ញុំនិយាយពី Bedrock អញ្ចឹងគឺខ្ញុំធ្វើការរើសជាមួយនឹង Vanilla Bedrock យកតែម្ដងបន្ទាប់ពីយើងរើសហើយហ្នឹងគឺយើងធ្វើការអស់ឡើងមកលើវិញមកដើម្បីយើងចុចពាក្យថា check out បន្ទាប់ពី check out ហើយហ្នឹងគឺវាចូលមកដល់កន្លែងនេះគ្នាយើងធ្វើការ check out ម្ដងទៀតមកហើយវានឹង load ឲ្យយើង pay នៅពេលដែលបន្ទាប់ពីយើងចុចពាក្យ pay ហ្នឹងហើយវានឹង load ឲ្យយើងជ្រើសរើស KHQR ហើយ pay now យកតែម្ដងអញ្ចឹងតើគ្នាធ្វើការ scan QR ហ្នឹងទៅហើយ scan ឲ្យលឿនណាកុំទុកឲ្យវាយូរប្រយ័ត្នតែវាផុតកំណត់ហើយ QR ហ្នឹងម្ដងហ្នឹងគឺ scan បានតែមួយណាតើគ្នាសារក្រោយទៅយក QR ហ្នឹងទៅ scan ម្ដងទៀតអត់ទេយើងចុចម្ដងគឺ scan ម្ដងដល់បន្ទាប់ពីយើង scan ហើយហ្នឹងវានឹង load pad bat នេះហើយតើគ្នាមានន័យថាយើងទិញបានជោគជ័យហើយអញ្ចឹងតើគ្នាចុចមកនៅកន្លែង service មកនេះឃើញ Chris បែបហ្នឹងមានន័យថា server យើងណាកាយប៉ុន្តែតើគ្នានៅពេលដែលចុចលើវាហ្នឹងកុំតន់អាចចុច go to server នៅកន្លែងនេះណាយើងចូលមកមើលនៅក្នុង email យើងវិញសិនចូលហៅមើលពាក្យថា account create នេះតើគ្នាចុចលើវាមកប៉ក់មកហើយយកពាក្យថា set up your account នៅពេលណាមកដល់កន្លែងនេះតើគ្នាវាយជាមួយនឹង password ថ្មីមក password ហ្នឹងដាក់អីដាក់ទៅតែចាំខ្លួនឯងហើយអាក្រុមហ្នឹងលើហ្នឹងត្រូវតែដាក់ឲ្យដូចគ្នាពាក្យ reset password ហ្នឹងមកហើយយើងធ្វើការដាក់ email ជាមួយនឹង password log in ម្ដងទៀតតែប៉ុណ្ណឹងតើគ្នាចូលមកដល់នៅក្នុង panel យើងតែម្ដងប៉ុណ្ណឹងដូចជាការស្រេចនេះឃើញ server របស់យើងវាកំពុងតែ online ហើយតើគ្នាអាចមើលបាន IP port គឺនៅខាងក្រោមហ្នឹងយកទៅដាក់លេងបានតែ Bedrock លេងបានតែ version ដូចគ្នាណា version ខុសគ្នាគឺលេងអត់បានទេហើយ server ហ្នឹងយកទៅ24ម៉ោងតើគ្នាមិនបាច់ចុចបិទទេបើកវាចោលទៅគ្រាន់តែយូរថ្ងៃ restart ម្ដងអញ្ចឹងណាអាហ្នឹងក៏យើងអាចដាក់ OP បានដែរតើគ្នាយើងគ្រាន់តែចូលមកនៅកន្លែង console ហ្នឹងមក /op ដកឃ្លាដាក់ឈ្មោះរបស់យើងក៏បានឬមួយក៏ add a ហ្នឹងគឺមានន័យថាអ្នកនៅក្នុង server ទាំងអស់ហ្នឹងគឺអាចមាន OP ទាំងអស់ប៉ុន្តែបើសិនជាគ្នាយើង /op ហើយយើងដាក់ game mode creative អត់បាន spectator អត់បានគឺយើងត្រូវការ allow cheat សិនគ្នាយើងធ្វើការចូលមកក្នុង panel ម្ដងទៀតមកយើងចុចមកនៅកន្លែង fileហើយអស់ចូលមកក្រោមមើលពាក្យ server property ហើយតើគ្នាត្រូវការបើក3តើគ្នាទី1ហ្នឹងគឺកន្លែង allow cheat នេះតើគ្នាបដូរពី file ហ្នឹងមក true វិញមកហើយអាពីរទីខ្ញុំដាក់ឲ្យនៅលើ screen ហ្នឹងតើគ្នាដូរតាមខ្ញុំមកអស់មកបន្តមកទៀតតើគ្នាចុចពាក្យ save មកហើយយើងធ្វើការ restart server មួយមកតែប៉ុណ្ណឹងតើគ្នាអាចលេងបានហើយអញ្ចឹងបើសិនជាតើគ្នាចង់មាន server លេងមួយពួកមកមិនថា Java Bedrock លេងជាមួយគ្នាឬមួយក៏ Bedrock ធម្មតាអីហ្នឹងឲ្យមកមើលខាង Kesocloud hosting បាន